សេដ្ឋកិច្ចថៃបានធ្លាក់ចុះក្នុងខែសីហាដោយសារតែការធ្លាក់ចុះផលិតកម្មធនាគារកណ្ដាលថៃបានឲ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្លាក់ចុះក្នុងខែសីហាដោយសារទិន្នផលកសិកម្មនិងឧស្សាហកម្មចុះខ្សោយបានបង្ហាញលើពាណិជ្ជកម្មនិងសេវាកម្មដឹកជញ្ជូនយោងតាមធនាគារកណ្ដាលថៃផលិតកម្មបានបន្តធ្លាក់ចុះជាពិសេសនៅក្នុងវិស័យរថយន្តនិងម្ហូបអាហារនិងភេសជ្ជៈដែលឆ្លុះបញ្ចាំងពីតម្រូវការធ្លាក់ចុះកម្រិតសារពើភ័ណ្ឌកើនឡើងនិងការបិទរោងចក្របណ្ដោះអាសន្នសម្រាប់ការថែទាំនិងផ្លាស់ប្ដូរទីតាំងធនាគារកណ្ដាលថៃបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការប្រើប្រាស់ឯកជនការវិនិយោគនិងការនាំចេញទំនិញនៅតែមានស្ថិរភាពទោះបីជាការនាំចេញអេឡិចត្រូនិកបានធ្លាក់ចុះបន្ទាប់ពីជួបប្រទះនឹងកំណើនដ៏រងមាំនៅក្នុងខែមុនក៏ដោយជំនួយការទេសាភិបាលធនាគារកណ្ដាលលោកឆៃយ៉ាវ៉ាឌីឆៃអាណាន់បានឲ្យដឹងថាវិស័យទេសចរមានភាពប្រសើរឡើងដោយជំរុញដោយប្រាក់ចំណូលកាន់តែខ្ពស់ពីភ្ញៀវទេសចរក្នុងស្រុកនិងបរទេសលោកឆៃយ៉ាវ៉ាឌីបានប្រាប់សន្និសីទសារព័ត៌មានមួយថាការចំណាយរបស់រដ្ឋាភិបាលបានធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំមុនដោយសារការចំណាយដើមទុនទាបដោយរដ្ឋាភិបាលកណ្ដាលនិងសហគ្រាសរដ្ឋសម្លឹងមើលទៅមុខប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការធ្លាក់ចុះនៃការនាំចេញជាមួយនឹងផលប៉ះពាល់នៃវិធានការពន្ធរបស់សហរដ្ឋអាមេរិកដែលបន្ថែមសម្ពាធលើផលិតកម្មឧស្សាហកម្មអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Braille